កូនម៉ែត្រូវហ្វឹកហាត់ឲ្យមានឧបនិស្ស័យល្អមនុស្សយើងដែលនឹងបានល្អនោះក្រៅអំពីត្រូវមានការសិក្សារៀនសូត្រហើយគឺត្រូវហ្វឹកហាត់អប់រំដើម្បីឲ្យមាននូវឧបនិស្ស័យល្អទៀតផងនេះជាប្រការសំខាន់ចំណុចចាប់ផ្ដើមនៃការហ្វឹកហាត់សិក្សាអប់រំដែលជាទីសំខាន់បំផុតគឺក្រុមគ្រួសារក្នុងផ្ទះគ្រួសារដែលនៅក្នុងសភាពរៀបរយល្អនោះតិចណាស់ដែលក្មេងទៅជាខិលខូចលេះឡោះនេះព្រោះការសេពគប់បានសំប្រពៃលុះដល់កូនធំឡើងកូនត្រូវខំព្យាយាមសេពគប់សមាគមជាមួយមនុស្សល្អដើម្បីបានចម្លងនូវលក្ខណៈល្អផ្សេងការសេពគប់មនុស្សល្អរមែងជាគុណប្រយោជន៍ដល់កូនរហូតក្នុងជីវិតមនុស្សល្អកាលបើកូនចូលទៅចិត្តហើយធ្វើឲ្យកូនដឹងខ្លួនថាចង់បានឲ្យខ្លួនទៅជាមនុស្សល្អដែរមនុស្សស្ងប់ក៏ដូចគ្នាកាលបើកូនចូលទៅចិត្តហើយបានស្ដាប់នៅពាក្យសម្ដីអ្វីខ្លះនោះរមែងធ្វើឲ្យកូនដឹងខ្លួនថាមានសេចក្តីស្ងប់ហើយចង់ឲ្យខ្លួនបានទៅជាមនុស្សស្ងប់ទៀតផងដូច្នេះការសេពគប់ជាចំណុចសំខាន់បំផុតក្រៅអំពីអាស្រ័យអ្នកដទៃដើម្បីជួយហ្វឹកហាត់អប់រំហើយការហ្វឹកហាត់អប់រំខ្លួនឯងជាកិច្ចចាំបាច់បំផុតដោយចំពោះគឺហ្វឹកហាត់ខ្លួនឯងក្នុងការយកឈ្នះអំណាចនៃធម៌ថោកទាបអ្នកដែលហ្វឹកហាត់ទូមានខ្លួនបានគឺជាមនុស្សប្រសើរហើយឈ្មោះថាបាននូវទីពឹងដែលគេបានដោយកម្រហ្វឹកហាត់អប់រំខ្លួនឲ្យទៅជាមនុស្សមានព្យាយាមមនុស្សដែលមាននៅសេចក្តីប្រឹងប្រែងព្យាយាមសូម្បីមានជីវិតរស់នៅត្រឹមតែមួយថ្ងៃក៏ប្រសើរជាងមនុស្សខ្ជិលដែលរស់នៅអស់រយនៃឆ្នាំចូលកូនម៉ែប្រើពេលវេលាឲ្យជាប្រយោជន៍ព្រោះពេលវេលាដែលកន្លងទៅហើយមិនត្រឡប់មកវិញឡើយអស់ទៅហើយក៏ជាការអស់ទៅនឹងឯងតម្លៃនៃពេលវេលានៅត្រង់ដែលកូនប្រើវាឲ្យជាប្រយោជន៍មនុស្សដែលមិនធ្វើការងារជារបស់មនុស្សជីវិតក៏អស់ទៅទេចំណែកមនុស្សដែលមានការព្យាយាមរមែងកាន់យកនៅប្រយោជន៍សន្សំទុកនៅប្រយោជន៍រហូតដល់បានសម្រេចនៅប្រយោជន៍ដ៏ធំគឺការរួចផុតពីសេចក្តីទុក្ខមនុស្សដែលធ្វើនៅការងារច្រើនមិនអាចបានជាមនុស្សសំខាន់គ្រប់គ្នាឡើយប៉ុន្តែមនុស្សសំខាន់នៅត្រង់ធ្វើការងារដោយសេចក្តីព្យាយាមជានិច្ចតម្លៃរបស់មនុស្សវាស់គ្នាត្រង់ផលនៃការងារនិងសេចក្តីល្អប្រចាំខ្លួនកូនម៉ែត្រូវខំសន្សំឧបនិស្ស័យល្អឧបនិស្ស័យគឺអ្វីដែលធ្វើឲ្យជាទម្លាប់ឧបនិស្ស័យល្អគឺជាភូមិឋាននៃការចម្រើននូវគុណធម៌គ្រប់យ៉ាងប្រៀបបីដូចជាដីចម្ការដែលល្អដូច្នោះឯង